វៀតណាមនឹងចំណាយថវិកាជាតិជាង$123,000 លានសាងសង់ផ្លូវល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមបានផ្សាយនៅថ្ងៃប្រហ័សទី5 ខែកុម្ភៈឆ្នាំ2026ថារដ្ឋាភិបាលក្រុងហាណូយបានដាក់ចេញផែនការចំណាយថវិកាជាតិរហូតដល់ជាង$123,000 លានសម្រាប់សាងសង់ផ្លូវល្បឿនលឿនមានប្រវែងប្រហែលជិត9,000 គីឡូម៉ែត្រវៀតណាមនឹងសម្រេចបានតាមគោលដៅរបស់ខ្លួននៅត្រឹមឆ្នាំ2050ក្រោមផែនការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងហើយត្រូវបានក្រសួងសំណង់អនុម័តនៅសប្តាហ៍នេះបច្ចុប្បន្នរដ្ឋាភិបាលវៀតណាមកំពុងតែជំរុញឲ្យមានការកែប្រែសម្រាប់តាមឲ្យទាន់នឹងកំណើនចរាចរណ៍ការអភិវឌ្ឍទីក្រុងឲ្យកាន់តែលឿននិងតម្រូវការដឹកជញ្ជូនទំនិញឲ្យកាន់តែច្រើនឡើងទន្ទឹមគ្នានេះដែររដ្ឋាភិបាលក្រុងហាណូយបានដាក់ចេញផែនការឲ្យសម្រេចបានតាមគោលការណ៍របស់ខ្លួននៅត្រឹមឆ្នាំ2050ដោយកំណត់គោលដៅសាងសង់ប្រព័ន្ធផ្លូវល្បឿនលឿនចំនួន43ខ្សែមានប្រវែងសរុបប្រហែល8,920 គីឡូម៉ែត្រក្រសួងសំណង់វៀតណាមបានប៉ាន់ប្រមាណថាកម្មវិធីផ្លូវថ្នល់នេះនឹងត្រូវការដីជាង20,000 ហិកតានិងប្រភពមូលនិធិនិងទទួលបានពីការលាយបញ្ចូលគ្នាសម្រាប់ការចំណាយរបស់រដ្ឋមូលបត្ររដ្ឋាភិបាលជំនួយអភិវឌ្ឍផ្លូវការវិនិយោគឯកជននិងប្រភពផ្សេងៗទៀតផងដែរបើគិតត្រឹមចុងឆ្នាំ2025កន្លងទៅនេះវៀតណាមបានសាងសង់ផ្លូវល្បឿនលឿនប្រវែង3,803 គីឡូម៉ែត្រហើយកំពុងដំណើរការរួមទាំងផ្លូវសំខាន់ៗនិងផ្លូវចូលដោយមានចំនួនលើផែនការត្រឹមប្រវែង3,000 គីឡូម៉ែត្រ